ตาอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะริกរិយានមស្ការថ្វាយបង្គំនៃខ្ញុំចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយទេពេសោភគវីអរហង្គសម្មាសម្ពុទ្ធោវេជាសុគតោលោកវិទូអនន្តរោបរិសទមេសារថេសន្ធាទេវមនោសានាងពុទ្ធោភគវីតិតាំអរហាពុន្ធាសិរសានមីមិតាញ់ចពុន្ធាអិមេហេសាការេហេអភិពោជយាមិសវកហតោភគវតាធម្មោសន្តនអេហេបញ្សកោអោបណយិកោបញ្ចន្តាំវេតិតាំពងវេញោងហេតតាំស្វាខានតាតិគុណសង្យនតាំធម្មំសិរសាងមយ៉ាងអិមេហេសាការេហេអភិពោជយាមិសុបដិបណ្ណោភគវតោសាវកសង្ឃោឧជុបដិបណ្ណោភគវតោយបដិបណ្ណោភគវតោសាវកសង្ឃោសាមីចេបដិបណ្ណោភគវតោសាវកសង្ឃោយតិទាំងចន្តានិអន្តបរិសបង្កលាអេសភគវតោសាវកសង្ឃោអាហោណៃយោបាហោណៃយោទាំងអញ្ចលិករណីយោអនន្តរាំបញ្ញខេតាំងលោកាសាមតតាំសុបដិបណ្ណាតិគុណសង្យនតាំសង្ឃាសិរសានមីអ៊ីមេហេសាការេហេអភិពោជយាមិអេចេវមចន្ទនមសនេយ៉ាងនមសមាណោរតនានបញ្ញាបិសន្តាំវេពលំអលានឋានតាសានុភាវេនហតន្តរៃយោខ្ញុំសូមនមស្ការលកថាកូនទាំងបីពលលងត្រៃលងការសូមបនកងកោសលឲ្យបានដល់យើងខ្ញុំណាពេញពោស្មាធិរិយដោយចលសាធំទូលាយសូមឲ្យកូនទាំងឡាយឲ្យជាចិញ្ចាឆ្ងាយដែលអន្តរាយកំបីមានដោយកំឡាំងអនុភាពបញ្ញាលៀមជាប្រធានកំបនរាសីមានសំបានសានដោយកូននមស្ការត្រៃរតនាប្រសើរពួរសូមអានិសង្ឃនោះដល់ថានៅពីណងនមការៈនុភាវេនហន្វាសាពេឧបាតវេតរាយាបវេណាសន្តោអសេសតោដោយអានុភាពនៃកិរិយានមស្ការថ្វាយបង្គំសូមឲ្យកំចាត់បងនៅ
ទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកក៏ចូលឲ្យវិនាទៅកំបីមានសេសសល់ឡើយនមត្ថរតនតយសៈខ្ញុំកណ្ដាសូមនមស្ការក្រោតបង្គំរតនត្រ័យទាំង3ដោយសេចក្តីគោរពសេចក្តីជ្រះថ្លាសពកាលសូមនមស្ការក្រោតបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានគង់នៅក្នុងវណ្ណក្រូតវណ្ណគុលទឹងសូមធ្វើសេចក្តីរាប់អានដល់កណ្ដាគ្រប់ព្រះអង្គចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលបានអញ្ជើញមកសិក្សារៀនសូត្រព្រះធម៌នៅក្នុងវេលាឱកាសនេះក៏ដូចជាសូមចម្រើនពរដល់ញាតិញោមកំពុងធ្វើការតាមដានស្ដាប់នៅការសិក្សានៅព្រះធម៌គណៈថ្ងៃនេះគឺជាថ្ងៃអង្គារ10រោចខែចែកឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី22ខែមេសាឆ្នាំ2025វេលាម៉ោង 1:10 នាទីដើម្បីបានឱកាសសិក្សារៀនសូត្របន្តមេរៀននៅក្នុងគម្ពីរបត្រៃពិដកសតន្តបិដកលេខ17រៀនសិក្សាដល់បសូតទីប្រមាណនេះយោបសូតទី8ឈ្មោះថាសកបញ្ញហសូតណាចឹងយើងបានសិក្សានៅក្នុងសេចក្តីនៃព្រះសូតនេះខ្លះកន្លងមកក៏បាននៅសេចក្តីជ្រះថ្លាចំណុចខ្លះតែគួរយកទៅពិចារណានៅក្នុងជីវិតរស់នៅជាប់តេតងនឹងការកើតឡើងនៃព្រះសម្មាសម្ពុទ្ធគឺជាការកើតឡើងដ៏អស្ចារ្យជាប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយព្រះអង្គគឺជាគ្រូជាអ្នកដឹកនាំសត្វទាំងឡាយព្រះអង្គទ្រង់ប្រោសសម្ដែងសត្វដោយបតីអនុគ្រោះដើម្បីឲ្យសត្វលោកនឹងបានរួចចាកអំពីវាលវដ្តសង្សារដែលពោរពេញទៅដោយសេចក្តីទុក្ខព្រោះការចាស់ការឈឺការស្លាប់ឯងអំបាលពួកទេវតាទាំងឡាយមានសកទេវរាជដែលជាស្ដេចនៃទេវតាជាអ្នកបរិបូរទៅដោយទិព្វសម្បត្តិមានកាមគុណដល់ព្រមក៏គង់ចុះមកមនុស្សលោកនេះដើម្បីធ្វើការនមស្ការក្រថ្វាយបង្គំព្រះមានពភាប៉ុន្តែរាល់អ្វីដែលខ្លួនចង់នោះពេលខ្លះក៏បានដោយបំណងពេលខ្លះក៏មិនបានដោយបំណងដូចយ៉ាងបានសិក្សាពីម្សិលមិញហើយគឺពេលខ្លះទៅក៏សកទេវរាជនឹងព្រមទាំងបរិវារជាទេវតានឹងបានធ្វើដំណើរមកជិះនៅរាជរថដើម្បីចូលមកគាល់ព្រះអង្គក៏ជួនអីព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ចូលផលសមាបត្តិណាហើយមិនមែនតែព្រះអង្គទ្រង់មិនជ្រាបមិនដឹងថាសកទេវរាជមកទេប៉ុន្តែដូចយ៉ាងបានសិក្សានៅក្នុងព្រះអត្ថកថាឲ្យលោកបញ្ជាក់ថាក៏ព្រោះក្នុងវេលាឱកាសនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពិចារណាឥន្ទ្រីរបស់សកទេវរាជហ្នឹងមិនទាន់មានសភាពឃ្លាវខ្លាអញ្ចឹងទៅក៏ព្រះអង្គអត់ទាន់ឲ្យឱកាសដើម្បីឲ្យសកទេវរាជនឹងបានចូលគាល់ព្រះអង្គដើម្បីបានស្ដាប់នៅបឋមទេសនាដែរអញ្ចឹងក៏សកទេវរាជនឹងបានបកក្រោយទៅវិញអញ្ចឹងទៅព្រះអង្គក៏ចេញអំពីផលសមាបត្តិនឹងមកណាប៉ុន្តែពេលខ្លះទៅទោះបីជាខ្លួនមិនបានក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធព្រះយុគលបាទព្រះអង្គក៏ដោយក៏ប៉ុន្តែបានផ្ដាំផ្ញើទេវធីតាឈ្មោះថានាងភុជគីណាដែលជាបតិបរិចារិកានៃបម្រើរបស់ស្ដេចវេស្សវរជាធីតាមួយរូបដែលលើកដៃប្រណម្យអញ្ជលីនមស្ការព្រះសម្មាសម្ពុទ្ធដោយសេចក្តីជ្រះថ្លាសកទេវរាជក៏បានផ្ដាំផ្ញើឲ្យទេវធីតានឹងបាន
ក្រាបបង្គំថ្វាយព្រះយុគលបាទរបស់ព្រះមានវិភាជំនួសខ្លួនផងចឹងទៅចំណេការក្រោយមកឱកាសពេលវេលាក្រោយមកទៀតហ្នឹងក៏មានប្រាថ្នាចង់ថ្វាយបង្គំព្រះអង្គចង់ចូលកលព្រះអង្គប៉ុន្តែព្រោះតែការងារកិច្ចការងារកតបកិច្ចទូនាទីដែលត្រូវបំពេញនឹងមានច្រើនដល់តែកិច្ចការងារនឹងមានច្រើនរកឱកាសពេលវេលានឹងចូលទៅកលព្រះអង្គនឹងអត់មានទេដូចយើងបានសិក្សាដល់ចំណុចដែលព្រះអង្គទ្រង់បានឲ្យបានប្រទាននៅសពសាទុកាថាមនាកោសជ្ជៈល្អណាស់អ្នកដែលបានចូលមកកលតថាគតហ្នឹងគឺមានហេតុណាទើបបានចូលកលព្រះអង្គខំប្រឹងឆ្លៀតណារហូតដល់ថាបើមិនបានមកហ្នឹងគឺអត់បានទេយើងសិក្សាទៅមុខទៀតទៅបានដឹងសកទេវរាជពិចារណាតើបុគ្គលណាដែលអាចបន្តបងនៅសេចក្តីសោកអាត្មាបានណាព្រោះដូចញាតិញោមបានជ្រាបហើយថាទេវតាហ្នឹងគេមានពុព្វនិមិត្តពុព្វនិមិត្តបង្ហាញពីការចិត្តអស់បុណ្យឬក៏ពេលវេលាដែលចិត្តតិហ្នឹងគៀកចិត្តចូលមកដល់ហ្នឹងគឺថាទេវតាហ្នឹងគឺតែងមាននៅនិមិត្តហ្នឹងបង្ហាញប្រាប់សកទេវរាជហ្នឹងឃើញនិមិត្តទាំងអស់ហ្នឹងបងហើយក៏មានសេចក្តីភ័យខ្លាចស្លន់ស្លោញាតិញោមបើក្តៅអីអាចបើកចង្ហាល់បានអត់អីទេណាមិនអាត្មាបើនៅប៉ះអត់បានទៅប៉ុណ្្នឹងឯងណាអញ្ចឹងក៏ឃើញអាសេចក្តីស្លាប់ហ្នឹងគៀកចិត្តមកដល់ហើយណាបងដូចញាតិញោមគ្រប់គ្នាហ្នឹងយើងរាល់ថ្ងៃដែលយើងចិត្តតែរស់នៅសបាយធ្វើបុណ្យរីករាយប្រមាថខ្លះមិនប្រមាថខ្លះដោយសារយើងអត់ដឹងថាសេចក្តីស្លាប់ហ្នឹងវាមកពេលណាណាបើសិនថាអូយប់ហ្នឹងគេយកលោកយាយទៅសម្លាប់ចោលហើយភ័យអីញោមគេថាយប់ហ្នឹងគេយកលោកយាយហ្នឹងទៅសម្លាប់ចោលហើយល្ងាចហ្នឹងភ័យអត់ភ័យហើយមានលុយប្រមាណនៅក្នុងកុង AVA មានទ្រព្យសម្បត្តិប្រមាណហ្នឹងលក់ធ្វើបន់ឲ្យអស់ហ្នឹងហើយព្រោះយប់ដឹងខ្ញុំត្រូវស្លាប់ហើយណាជពាក់លុយគេសងគេអស់ឬក៏ពេលណាជពាក់អីទៅទាមកយប់នឹងខ្ញុំស្លាប់ហើយខ្ញុំធ្វើបន់ចុងក្រោយហើយមែនឬក៏មិនមែនព្រោះយើងដឹងសេចក្តីស្លាប់យើងមកដល់សេចក្តីស្លាប់ហ្នឹងវាមកប្រកបបងចាសេចក្តីខ្លាចតក់ស្លុតហ្នឹងកើតមានដល់បុគ្គលដែលដឹងថាសេចក្តីស្លាប់ហ្នឹងចូលមកដល់បណ្ឌបច្ចុប្បន្នពុទ្ធបរិស័ទញាតិញោមមានដឹងថាយើងស្លាប់ពេលល្ងាចពេលថ្ងៃពេលយប់ពេលព្រឹកអីមានដឹងអត់បងចឹងអាដឹងហើយនឹងមិនដឹងណាគ្រោះថ្នាក់ជាងបងដឹងគ្រោះថ្នាក់ជាងឬក៏អត់ដឹងគ្រោះថ្នាក់ជាងអត់ដឹងនេះបើបានដឹងហ្មងត្រៀមមែនទេទោះបីថា1ម៉ោងទៀតស្លាប់ហ្នឹងក៏ត្រៀមដែរហ្នឹងហើយបើអត់ដឹងអញ្ចឹងអត់ដឹងថាទៅពេលណាផងហ្នឹងមែនទេយោអត់ដឹងទេរាល់ថ្ងៃហ្នឹងសេចក្តីស្លាប់ហ្នឹងមានគ្រប់ពេលវេលាដល់តែអត់ដឹងថាសេចក្តីស្លាប់ហ្នឹងមកពេលណាតែសត្វលោកយើងអត់ខំប្រឹងត្រៀមស្បៀងប្រឹងប្រែងថាបើសេចក្តីស្លាប់ចូលមកដល់អាត្មាអញមានអីសម្រាប់ទីពឹងរបស់ខ្លួនអត់បានត្រៀមទេណាអត់បានត្រៀមចឹងហើយបានព្រះអង្គសម្ដែងថាកតិរបស់ពុទ្ធជនហ្នឹងគេថាលះអត្តភាពជាមនុស្សហើយបានមកជាមនុស្សវិញហ្នឹងតិចតួចណាញោម1លានអ្នកស្លាប់ទៅហើយម្នាក់ដែលអាចមកកើតជាមនុស្សវិញក៏រកបានដូចក្រដែរណាបងញញោម1លានអ្នកស្លាប់ម្នាក់ដែលអាចបានកើតមកជាមនុស្សវិញក្រណាអត់ប្រកាសថាមកទៀតណាបងណាចឹងកុំប្រមាទណាជាពិសេសសិលអីហ្នឹងគឺប្រឹងប្រែងពិនិត្យចារណាហើយញាតិញោមវ័យចាស់អស់ហើយយើងលះបងនៅអ៊ីសាមច្ឆរិយៈដែលយើងបានសិក្សាមកពីម្សិលមិញចំណុចហ្នឹងក៏គួរយកមកពិចារណានៅក្នុងជីវិតដែរដែលសកទេវរាជសាកសួរព្រះអង្គថាសត្វលោកនឹងប្រាថ្នាសេចក្តីសុខដែរប៉ុន្តែវាអត់បានសុខសោះមូលហេតុអី
ធម៌អីដែលរូបរិទ្ធព្រះអង្គក៏សម្ដែងថាព្រោះតែសត្វលោកនឹងប្រកបដោយធម៌ពីរយ៉ាងធម៌ពីរយ៉ាងគឺអេសានិងមច្ឆរិយៈអញ្ចឹងយើងពិចារណាខ្លួនឯងមើលតើរាល់ថ្ងៃយើងមានអេសាអត់ណាតើមច្ឆរិយៈនឹងមានឬក៏មិនមានបើមានហើយហ្នឹងតើខ្លាំងឬកណ្ដាលឬក៏តិចណាញោមណាយើងពិចារណាអញ្ចឹងបងពិចារណាអញ្ចឹងចឹងសកទេវរាជហ្នឹងគឺពិចារណាឃើញជីវិតខ្លួនឯងខ្លីអញ្ចឹងបានបញ្ញាបញ្ញាលមកហ្នឹងបងបើអត់មានឃើញពពកនិមិត្តទេក៏មិនប្រហែលជាបញ្ញាប់មកដែរហើយនៅរវល់ការងារទៀតហើយចាំសិនណាណាញោមណាដូចញាតិញោមនៅគ្រប់ក្រងផ្ទះរវល់នឹងកិច្ចការងារចិញ្ចឹមជីវិតអីហ្នឹងក៏ដូចយើងដែរគឺអត់ដឹងថាសេចក្តីស្លាប់ហ្នឹងមានពេលណាទេបងបើសិនជាសត្វលោកដឹងថាថ្ងៃយប់ហ្នឹងត្រូវស្លាប់ស្អែកហ្នឹងត្រូវស្លាប់ម្ល៉េះហើយសត្វលោកហ្នឹងគឺប្រឹងប៉ុន្តែអត់ដឹងទេបងដល់អត់ដឹងអញ្ចឹងទៅវាគួរតែថាប្រឹងប្រែងឲ្យជើងការដឹងទៅទៀតប៉ុន្តែផ្ទុយទៅវិញអត់ប្រឹងទេអត់ប្រឹងទេណាចាំពេលនេះចាំពេលនោះចាំថ្ងៃនេះចាំថ្ងៃនោះចាំខែនេះចាំខែនោះហើយចាំហ្នឹងគឺចាំណាអត្តភាពហ្នឹងចាំរហូតទៅណាចាំរហូតទៅនឹងអាត្មាគ្រាន់តែចង់លើកបញ្ជាក់ថាការកើតឡើងនៃព្រះសម្មាសម្ពុទ្ធហ្នឹងគឺព្រះអង្គអស្ចារ្យណាបងព្រះអង្គអាចបន្ទោបង់ភ័យដែលសកទេវរាជហ្នឹងមានភ័យមានសេចក្តីខ្លាចតក់ស្លុតព្រោះសេចក្តីស្លាប់ហ្នឹងកើតឡើងប្រកបដល់ខ្លួនអញ្ចឹងបន្ទោបង់នៅភ័យរបស់សកទេវរាជបានមិនមែនព្រះអង្គទៅបន្ទោបង់ឲ្យទេគឺតាមរយៈការសម្ដែងប្រាប់នៅផ្លូវដែលមិនមានភ័យនេះញាតិញោមកំពុងរៀនធម៌ស្ដាប់ធម៌ហ្នឹងគឺកំពុងតែសិក្សាអំពីផ្លូវដែលមិនមានភ័យហើយញាតិញោមពេលខ្លះគាត់មកជួបអាត្មាបងជួបលោកចាស់មានធម៌ណាកុំឲ្យភ័យណាមានធម៌ណាសម្រាប់កុំឲ្យយើងភ័យពេលចិត្តស្លាប់ណាណាដឹងមានធម៌អីញាតិញោមណាមានធម៌អីកុំឲ្យភ័យណាគឺមានតែការសិក្សារៀនឲ្យយល់ទៅយើងចេះតម្កល់ចិត្តទៅលែងភ័យហ្នឹងមែនទេញោមអត់មានធម៌ណាដែលធ្វើកុំឲ្យយើងភ័យប្រសិនណាបើជាយើងអត់បានសិក្សាច្បាស់លាស់អំពីហេតុដែលនាំឲ្យភ័យតែបើញាតិញោមយល់អំពីហេតុនាំឲ្យភ័យនិងហេតុដែលមិនមានភ័យច្បាស់លាស់ហើយមានចាំបាច់ទៅរកលោកប្រទានធម៌មិនមានភ័យទៀតទេអត់ទេយើងច្បាស់លាស់ខ្លួនឯងច្បាស់លាស់ខ្លួនឯងចឹងបានមកជួបព្រះសម្មាសម្ពុទ្ធទៅសួរបញ្ហាហ្នឹងដូចយើងសិក្សាពីម្សិលមិញហ្នឹងញាមមានចាំទេបងទី1សកទេវរាជសួរព្រះអង្គថាម៉េចថាមនុស្សទេវតាយៈគន្ធពហ្នឹងប្រាថ្នានៅសេចក្តីសុខតែមិនបានសុខទេតើសត្វលោកហ្នឹងមានធម៌អីជាគ្រឿងរួបរិទ្ធព្រះអង្គឆ្លើយថាម៉េចមានអេសានិងមច្ឆរិយៈជាគ្រឿងរួបរិទ្ធអញ្ចឹងសកទេវរាជសួរទៀតថាចុះអេសានិងមច្ឆរិយៈនឹងមានអ្វីជាហេតុជាបច្ច័យទើបមានអេសាមច្ឆរិយៈហើយការមិនមាននៅធម៌អ្វីទើបអេសាមច្ឆរិយៈនឹងមិនមានអីជាហេតុញោមគឺសេចក្តីស្រឡាញ់និងការស្អប់ស្រឡាញ់និងស្អប់តែមានសេចក្តីស្រឡាញ់កើតឡើងមកយ៉ាងម៉េចញោមហួងហែងអត់ចង់ឲ្យទៀនទេមែនអត់កំណាញ់ហួងហែងណារបស់ខ្ញុំទេរបស់ខ្ញុំទេបងណាហើយបើថាមានការស្អប់កើតឡើងហើយត្រេកអរពេញចិត្តនៅពេលដែលឃើញគេមានជាងខ្លួនទេញាតិញោមកាលណាបើមានការមិនពេញចិត្តមានការស្អប់កើតឡើងហើយតែយើងទៅចេះត្រេកអរនឹងអ្វីដែលអ្នកដទៃមានអត់ទេឃើញគេល្អជាងបន្តិចខឹងឃើញគេប្រសើរជាងបន្តិចក៏អន់ចិត្តព្រោះហេតុអីព្រោះយើងអត់ស្រឡាញ់ពេញចិត្តអ្នកដទៃអញ្ចឹងកាលណាបើសត្វលោកយើងមានអ៊ីសាមានន័យថាពេលនោះមុទិតាមានអីមានទេអត់មានទេអញ្ចឹងដើម្បីកុំឲ្យមានអ៊ីសាតលពុទ្ធបរិស័ទចម្រើនធម៌អីមុទិតារៀនត្រេកអរនៅអ្វីអ្នកដទៃមានបងកុំចំណែនគេតើនេះញោមឃើញគេមានបានអញ្ចឹងគិតពិចារណាថាបុណ្យណាបុណ្យរបស់គេណាបងគ្រាន់តែយើងដាក់ចិត្តថានឹងបុណ្យគាត់ណាបានគាត់នឹងបានទ្រព្យសម្បត្តិប៉ុណ្ណឹងគឺមហាកុសលកើតណាតែបើយើងអត់បានតម្កល់ចិត្តថាបុណ្យរបស់គាត់ទេយើងចំណែនកុសលឬក៏អកុសលអកុសលអ៊ីសាប្រកបនៅក្នុងតោសៈមូលចិត្ត
còn là chẳng nãy cái nó có ba đẹp bộ hai chia a của sao để chia phải trái nòm ói tụi can là bài bàn thì bây giờ ngọt lẹ thì ngồi giờ ngọt lẹ thì chân riêng trời nở vây nẹo được tây miền nhiệt nhôm trời chăm thả rót tận nạo vật thâu rồi bóc miên làm lấy nấu nong mà nấu sờ lột ní từng đấy tập bẹ sầm bát nấu nong tê vào lột đấy rồi bóc từng nấu cơ chỉ tro sầm bát rồi bóc một cô nẹo miền bon phơ tục mặc hải tôi bây chia nẹo nâng phơ cam đời rụp hiệp na cả đời vay đây là nâng từ tua ban sực đây sọc nó cứ mình pho là bóc ba thế rồi mà thọ ban lơ của chạy nhiệt nhôm hai thả một cô bộ khác không lâu ní nâng và prefer nó pa na thì bản sầm lạp cô sầm lạp chuột sầm lạp tray chẳng tới chăm chỉ vật lụa đồ rồi hốt tôi chiêm mốc độc bò chăm chỉ vật sầm lạp sản quạt sầm lạp cô sầm lạp cặp bay dọn từ lụa chẳng tới bàn lôi bàn cạ tinh mía tinh sai co miền đây miền tây dương mơ đại rụp hiệp khẳng cáo dương cất tha ở vây để quạt bàn tây đây trò sầm bát lôi cạ miền bạc cột giang để quạt bàn nó cứ máu bị quạt sầm lạp sản vô chân trâu được khâu hiểu nhỉ tam bạp cam phó trâu được có khâu sầm lạp sát bon được có bà chân báp oi phoi chỉ tốt được có chỉ sọc chân sầm lạp sát hỏi sập tại bàn trọp sầm bát trà nắng táo trâu chỉ môi nắng này vô mình ấy đã bia thả bạp oi phoi chỉ tốt bà đấy chứ ót trâu đi mà non nhỉ con tay dừng mơ tao rụp hiệp nắng đố chia sẽ đây sọc nắng cả làng tí thừa bàm chẳng này đấy cứ ở đây ở đây để con tập tua ba nâng cứ chia phó rồi bỏ tiền cột sao là cam để con lọp ban bằng bình chùm nay ba na để ba để con phơi nâng cứ chia ba để con sang thằng mày chạy đánh chắc gì nhớ nè chạy đánh chân ban nhiệt nhôm riêng sản kết mơ thả cho hai đấy ban nè sầm lạp xem tiết con mình miên đôi con đằng đài đấy mẹ đấy nè class sầm lạp đá con này ban mà rú cho hai đấy ban mình coi tôi chia mà hà sẽ thầy được pru về ọt miên tiến ban thưa tục mà hỏi toàn đấy nhôm nè cái đôi nhôm mà nè quạt xạ sùa tham ai nhưng quạt thà miền nhôm mà nè nó quạt lụa tè lụa bồ ray chẳng hết á hỏi quạt lụa đai thì sạp tại quạt oi cu doan cu ấy đạp tè nằm trong tới sạp tại cu hái ai láng miền kê màu cọ bồ ray đang buồn pram cả lại chẳng hết á hay quạt sùa tham hai chấm doan năng bạc cái rồi giống vậy ma của slide thả prasanna bao chỉ doan năng bạc cái nè đại miên chương cái cứ nè cu doan này mà này hiểu bờ sân thì doan năng bạc cái xạ sất nè đại miên chương cái là nà kì cứ nè cu doan cứ cru là ngày cứ mình men tệp à nè mình men bạc cái xạ sất pro doan năng tơ thua ai bạc cô năng roxy miên ban cạ co về nhiệt nhôm trâu đằng thả khăn nạ pe để dừng chưa tờ lơ ở pe chùm nứa mình men chia cổ sào thế nè cứ chia a cổ sào mấy cha tới thế bà có nông lốp hệ chia cổ sào được a cổ sào bỏ tại để dừng phơi tàu hai vi sáp để dừng cạ co roxy thì chạy để trốn nô mình men phao lại bàn mau bị cá và prết phơi nớ mấy cha chỉ vậy đăng thế cứ chỉ phao là ba cố sao là cảm bờ sân thì dừng ọt miên bon bàn phơi tết ao vây từng on nó cầu bị ọt và cọt đòi dừng này bởi nhiệt nhôm của bạn chăm nhưng nhiệt nhôm còn là chăm thả trọp sầm bát cam một côn từng óc nông lột đi mía bạ lôi lan trọp sầm bát từng lái từng puông đây sai chấm ca từng óc cứ chia sầm bát là bao của cô nẹo miên bòn nẹo đã ọt miên bòn phơi tục món mình ai prao prác là bao từng óc nấu bán lời chăm tập ban nâng bàn này toàn đấy bác này ngày cứ thì cái đây nó người chồng bị chạy chồng chẳng hạn lấy dùng cho tư thì đây nó non của thò về nhá mê riêng này dương của pung riêng nè chẳng bỏ ông sầm tay thà sạt lốp mình bàn sọc nắng pru tay ca trở này nắng xịt đây cầm này chẳng à xịt đây trở này nắng cầm nánh ca lang màu vì nè cứ ca lang màu phí ca sạt lại nắng ca sọp chẳng sạc cả tiêu đi xu thì ta hai ta ở thò ấy chỉ hai chỉ phải cháy tớp nom ở miền ca sạt lại ca sọp nắng ca lang nhìn nhớ miền ấy bó cứ chan tẹo mà nè chan tẹo xịt đây pin chật trong ca sọp
ពេញចិត្តនៅក្នុងការស្រឡាញ់ហើយសកៈទេវរាជសួរថាតើអ្វីទៅជាហេតុជាបច្ច័យទើបឲ្យមានឆន្ទៈនឹងកើតឡើងគឺវិតកៈតើអ្វីជាហេតុជាបច្ច័យទើបមានវិតកៈកើតឡើងគឺបញ្ចសញ្ញាតណ្ហា108អញ្ចឹងចុងក្រោយសកៈទេវរាជក៏មានចិត្តសប្បាយរីករាយត្រេកអរព្រោះភាសិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានជាកដល់បានយល់បានជួបព្រះអង្គចឹងទៅអាសេចក្តីខ្លាចតក់ស្លុតដែលសកៈទេវរាជបានឃើញពុព្វនិមិត្តចិត្តដល់ថ្ងៃចតុហ្នឹងក៏លែងមានផងព្រោះបានជួបព្រះសម្មាសម្ពុទ្ធបានស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធដូចញាតិញោមកាលពីមុនអត់ទាន់បានរៀនធម៌អញ្ចឹងខ្លាចមែនទេដល់បានសិក្សាធម៌បានយល់ធម៌ទៅចេះអប់រំចិត្តទៅក៏កាត់បន្ថយនៅសេចក្តីខ្លាចស្លាប់ហ្នឹងអស់ខ្លះចឹងទៅសូមអនុមោទនីឥឡូវចូលមេរៀនវិញបងអស់ចិត្ត30នាទីណាចឹងសំឯងយើងសិក្សានៅក្នុងព្រះអត្ថកថាដល់ទំព័រទីប៉ុន្មានហ្នឹងញាតិញោម214ណាឥឡូវយើងបន្តទៀតបៃដកយើងចប់បឋមភានវិរៈហើយនៅឡើយសេចក្តីក្នុងអត្ថកថាញាតិញោមបើកបៃដកហើយអត្ថកថាដាក់ចិត្តគ្នាណាកន្លែងណាដែលត្រូវឲ្យមើលបៃដកអាត្មាក៏ប្រាប់ឲ្យមើលបៃដកតើតងរឿងការចេញចក្រសមាបត្តិរបស់ព្រះសម្មាសម្ពុទ្ធមិនមែនព្រះអង្គទ្រង់ចេញព្រោះឮសំឡេងរត់របស់សកៈទេវរាជទេណាញោមព្រះអង្គចេញនឹងមូលហេតុដោយសារតែពេលវេលាដែលត្រូវចេញនឹងដល់ហើយព្រោះធម្មតាព្រះអរហន្តព្រះអនាគាពេលដែលលោកចូលសមាបត្តិហ្នឹងគឺលោកតែងកំណត់ពេលវេលាតើនេះញោមចូល2ថ្ងៃចូល3ថ្ងៃចូល7ថ្ងៃអញ្ចឹងទៅឬក៏ចូល1ម៉ោង2ម៉ោងអីចឹងទៅដល់ពេលវេលាចេញមកតែបើថាអត់ទាន់ដល់ម៉ោងទេទោះបីជាត្រូវផ្គរលាន់រន្ទះឬក៏មានគេផ្លុំសាំងអីយ៉ាងណាក៏ដោយក៏អត់លឺដែរព្រោះចិត្តនឹងស្ងប់នៅក្នុងសមាធិហ្នឹងឯណាមានបានលឺណាតោះនេះញោមណាអញ្ចឹងយើងក៏បីជ្រាបអញ្ចឹងទៅឥឡូវយើងបន្តត្រង់កន្លែងពាក្យថាធ្វើឲ្យបរិបូរក្នុងសិលទាំងឡាយនរណាគេអ្នកធ្វើឲ្យបរិបូរក្នុងសិលញញោមនរណាគេអ្នកធ្វើឲ្យបរិបូរក្នុងសិលណាចឹងពាក្យថាធ្វើឲ្យបរិបូរក្នុងសិលទាំងឡាយនេះគឺពាក្យថាធ្វើឲ្យបរិបូរគឺមានន័យថាมันបានធ្វើសិលហ្នឹងឲ្យដាច់តើណាគឺបានដល់កោបកធិតាណាកោបកធិតានោះបើកាលនៅជាមនុស្សនោះគាត់មានសិល5គាត់អត់បានរក្សាសិល8ទេគាត់រក្សាត្រឹមសិល5ទេបងហើយគាត់មានចិត្តនៅណាយក្នុងភាពជាស្ត្រីបើញាតិញោមគ្រប់គ្នានៅណាយក្នុងភាពជាស្ត្រីអត់ញាតិញោមនៅណាយអត់អញ្ចឹងជាតិក្រោយញាតិញោមកើតជាប្រុសទាំងអស់ហ្នឹងឯងណាហើយបើទៅទេវតាក៏ទៅជាទេវបុត្រដែរឲ្យទៅនៅណាយណាអញ្ចឹងគាត់រក្សាសិល5ហ្នឹងឲ្យបរិបូរគាត់នៅណាយក្នុងភាពជាស្ត្រីពាក្យថានៅណាយហ្នឹងព្រះអត្ថកថាលោកបញ្ជាក់ថាលមមហើយសម្រាប់ភាពជាស្ត្រីព្រោះថាតាំងនៅក្នុងភាពជាស្ត្រីហើយនឹងសោយសេរីរបស់ស្ដេចចក្រពត្តិក៏មិនបានសោយសេរីរបស់ព្រះឥន្ទមាននឹងព្រមក៏មិនបាននឹងសម្រាប់ព្រះបច្ចេកពោធិញ្ញាណក៏មិនបាននឹងសម្រាប់សម្មាសម្ពោធិញ្ញាណក៏មិនបានយ៉ាងនេះហើយឈ្មោះថារមែងប្រាជ្ញាសេចក្តីប្រាថ្នាក្នុងភាពជាស្ត្រីចំណែកអ្នកដែលគិតថាធម្មតាភាពជាបរិសុទ្ធនេះធំក្រៃលែងប្រសើរបំផុតព្រោះអ្នកតាំងនៅក្នុងភាពជាបរិសុទ្ធនេះអាចដល់ព្រមនៅសម្បត្តិទាំងនេះយ៉ាងនេះហើយណាហេតុអីបានជាកោបកធិតាហ្នឹងគាត់នៅណាយក្នុងភាពជាស្ត្រីញញោមព្រោះធម្មតាស្ត្រីទាំងឡាយมันអាចសោយនៅសេរីសម្បត្តិជាស្ដេចចក្រពត្តិស្ដេចចក្រពត្តិមានស្រីបើអត់ទេស្ដេចចក្រពត្តិគឺត្រូវតែជាបរោះព្រះអិនមានស្ត្រីព្រះអិនមានព្រះអិនស្រីទេអត់ទេព្រះអិនគឺត្រូវតែជាបរោះចាប់ព្រមញញោមព្រមក៏អត់ដែរព្រមគឺមិនមែនប្រុសមិនមែនស្រីប៉ុន្តែមានរូបរាងសន្តានដូចជាបរោះចុះមាជាន់ទី6មានទេពធីតាមាទេបើណាបើកូនមាមានតែឲ្យមាតែម្ដងគឺជាបរោះទៀតទេវបុត្រណាអញ្ចឹងការបានត្រាស់ជាព្រះបច្ចេកពុទ្ធមានជាស្ត្រីទេអត់ទេគឺសត្វតែជាបរោះការបានត្រាស់ជាព្រះសម្មាសម្ពុទ្ធជាស្ត្រីឬក៏ជាបរោះជាបរោះអញ្ចឹងភេទជាបរោះហ្នឹងគឺថាអាច
ជាស្ដេចចក្រពត្តិក៏បានជាប្រអិនក៏បានជាមាក៏បានជាព្រំក៏បានជាព្រះបច្ចេកពុទ្ធក៏បានពោធិញ្ញាណក៏បានដែរញាតិញោមយល់ពាក្យថាបច្ចេកពុទ្ធទេបងបច្ចេកពុទ្ធប្រែតែម៉េចបងយើងកុំឲ្យគិតថាព្រះបច្ចេកពុទ្ធគឺបានដល់ព្រះពុទ្ធដែលមិនអាចសម្ដែងធម៌ដល់មនុស្សម្នាណាកុំឲ្យគិតអញ្ចឹងណាបងតាមពិតលោកសម្ដែងធម៌ដល់មនុស្សបានមិនអត់សម្ដែងទេតែគ្រាន់តែការសម្ដែងរបស់លោកមិនអាចធ្វើឲ្យគេនឹងបានសម្រេចមគ្គផលទៅប៉ុណ្្នឹងឯងយល់ទេមិនថាលោកបានត្រាស់ជាព្រះបច្ចេកពុទ្ធហើយអត់និយាយអីសោះនៅតែឯងមិនមែនទេលោកណែនាំឲ្យគេធ្វើល្អឲ្យគេកាន់សិលអីចឹងដែរប៉ុន្តែឲ្យអ្នកដែលស្ដាប់ធម៌លោកហើយបានសម្រេចមគ្គផលដោយព្រះសម្មាសម្ពុទ្ធគឺអត់ទេមិនមែនជាវិស័យរបស់លោកទេតើណាបងណាគឺលោកបានត្រាស់តែមួយព្រះអង្គឯងប៉ុន្តែការសម្ដែងធម៌លោកអាចសម្ដែងដល់អ្នកដទៃបានហ្នឹងឯងមិនបានហាមឃាត់ឬក៏ថាសម្ដែងអត់បានទេអញ្ចឹងត្រង់សេចក្តីនេះឯងដែលនាងកោបកធីតាហ្នឹងគាត់នឿយណាយក្នុងភាពជាស្ត្រីណាព្រោះថាភាពជាស្ត្រីហ្នឹងមិនអាចសោយនៅសេរីស្ដេចចក្រពត្តិជាដើមហ្នឹងបានឡើយចឹងក៏រក្សាសិល5ទៅហើយនឿយណាយនៅក្នុងភាពជាស្ត្រីទៅកម្មហ្នឹងចាត់ចែងទៅចុតតែអំពីមនុស្សលោកហ្នឹងទៅកើតនៅក្នុងទេវលោកទៅក៏បានទៅជាបរោះចឹងទៅជាទេវបុត្រទៅជាទេវបុត្រចឹងទៅឈ្មោះថារមែងធ្វើភាពជាបរោះឲ្យមានសម្បីនាងក៏បានធ្វើយ៉ាងនោះព្រោះដូច្នោះទៅពោលថាក៏នឿយណាយចិត្តក្នុងភាពជាស្ត្រីហើយធ្វើចិត្តបរោះឲ្យមានដូច្នេះពាក្យថាកាយអកុនថប់អាក្រក់ក្នុងបេដកយើងថាជាកុនថប់ដ៏ថោកទាបអញ្ចឹងណាអញ្ចឹងពាក្យថាអាក្រក់ក្នុងទីនេះលោកថាគឺពួកកុនថប់ថោកទាបគឺលិមួកសួរថាក៏ពួកអ្នកទាំងនោះសុទ្ធតែមានសិលបរិសុទ្ធហេតុដោយម្ដេចទៅកើតក្នុងទេវលោកនោះណអញ្ចឹងយើងសិក្សាបត្រៃបិដកម្សិលមិញយើងឆ្ងល់ថាទេធ្លាប់បួសជាភិក្ខុនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែមិនបានជាចត់តិសកត់ទៅកើតក្នុងទេវលោកទៅកើតក្នុងទេវតាស័ក្តិទាបជាអ្នកបម្រើរបស់នាងកោបកៈទេវបុត្រនោះទៅវិញជាអ្នកបម្រើកោបកៈទេវបុត្រធ្លាប់នៅជាមនុស្សឈ្មោះថាកោបកៈធីតានោះទៅវិញតើមូលហេតុអីណាតើមូលហេតុអីចាថាកថាលោកសួរណាលោកសួរថាក៏ពួកអ្នកទាំងនោះសុទ្ធតែមានសិលបរិសុទ្ធហេតុដោយម្ដេចទៅកើតក្នុងទេវលោកនោះណឆ្លើយថាព្រោះសេចក្តីពេញចិត្តមកពីមុនពេញចិត្តណាញាតិញោមធ្លាប់បានដឹងបានជ្រាបតើតងរឿងប្របាទពមិសាសោតាបណ្ណបុគ្គលប៉ុន្តែព្រះអង្គសោយទីបង្គត់ទៅណាញាតិញោមទៅកើតជាអីគេកើតជាយៈហើយជាអ្នកបម្រើស្ដេចវេស្សវណ្ណទៀតណាដោយយើងសិក្សានៅក្នុងចនវសភៈសោតនោះមិនព្រះអនន្តសូមវល់ឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គព្យាករអំពីឧបាសកឧបាសិកាអ្នកដែលបានបម្រើបរតនត្រ័យនៅក្នុងដែនមគ្គធៈហើយលើកព្រះបាទពើពិសាហ្នឹងមកជាធំទៀតសូមឲ្យព្រះអង្គព្យាករថាអ្នកដែលបានបម្រើបរតនត្រ័យក្នុងដែនមគ្គធៈហ្នឹងក្រោយពីស្លាប់ទៅហ្នឹងទៅណាដើម្បីឲ្យអ្នកដែនមគ្គធៈហ្នឹងសប្បាយចិត្តអញ្ចឹងក៏ព្រះអង្គទ្រង់ទទួលព្រមហើយព្រះអង្គទ្រង់ពិចារណាទៅស្រាប់តែពេលហ្នឹងព្រះបាទពើពិសាដែលជាទូយៈហ្នឹងកើតទៅជាយៈហ្នឹងហោះលើអាកាសហ្នឹងគឺធ្វើកិច្ចការងារដែលស្ដេចវេស្សវណ្ណប្រើស្រាប់តែមើលមកក្រោមមកឃើញព្រះសម្មាសម្ពុទ្ធឈប់សិនណាទៅជួបព្រះអង្គសិនចុះទៅលើអាកាសមកក៏ទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធថាខ្ញុំព្រះអង្គហ្នឹងឈ្មោះយៈចនវសភៈយៈខ្ញុំព្រះអង្គហ្នឹងគឺតួអង្គប្របាទពើមិសាជាសាវករបស់ព្រះអង្គណាពេលដែលខ្ញុំព្រះអង្គរៀបដៃខ្យល់ហ្នឹងបាននឹកឃើញព្រះអង្គជានិច្ចណាបងមិនមែនខ្ញុំព្រះអង្គកើតជាយៈហើយភ្លេចគុណព្រះសម្មាសម្ពុទ្ធអត់ទេខ្ញុំព្រះអង្គនឹងនឹកឃើញបរតនត្រ័យរហូតចឹងហេតុអីបានជាកើតជាយៈញញោមដោយសារតែធ្លាប់កើតយៈនឹងយូរហើយសេចក្តីជាប់ចម្ពាក់ក្នុងយៈនឹងចិត្តនឹងវាសន្សំណាបងតើនេះញោមសន្សំទៅទោះបីកុសលធម៌នឹងមានកម្លាំងមែនប៉ុន្តែអាចិត្តសន្សំនឹងវាមានអត្ថិភាពជាចិត្តតែទៅកើតជាយៈប៉ុន្តែលោកឡើងទៅកាន់អបាយហើយសោតាហើយណាព្រោះថាសោតាអត់ចេះសាបសូន្យទេណាញាតិញោមអត់មានម្ដងសោតាម្ដងសក្តិម្ដងអនាគាអូធ្លាក់មកសោតាវិញអត់ទេសោតាគឺសោតាពិតប្រកបណាអញ្ចឹងគឺតកតងរឿងសេចក្តីពេញចិត្តដោយនៅក្នុងទីនេះលោកពោលថាបានប្រព្រឹត្តសិលបរិសុទ្ធដែរចុះហេតុអីបានទៅកើតក្នុងទីនោះកាត់ជាកន្ធពរដ្ឋោកទៀតព្រោះតែសេចក្តីពេញចិត្តក្នុងកំណើតហ្នឹងអញ្ចឹងវាថាអាចថាភិក្ខុហ្នឹងធ្លាប់កើត
ធ្លាប់កើតជាពួកកន្ធប់ញាតិញោមអតីតជាតិណាបងធ្លាប់កើតជាកន្ធប់អីចឹងទៅឆ្លើយថាព្រោះសេចក្តីពេញចិត្តមកពីមុនដំណាលមកថាការពីមុនមកទីនោះឯងជាទីដែលធ្លាប់នៅមកហើយរបស់ពួកនោះព្រោះដូច្នោះទៅកើតឡើងក្នុងទីនោះដោយអំណាចនៃសេចក្តីពេញចិត្តពាក្យថាទីទំនុកបំរុងបានដល់រោងសម្រាប់ទំនុកបំរុងពាក្យថាបំរើបានដល់ការបម្រើកន្ធប់ទាំងនោះរមែងមកដែលគិតថាពួកយើងនឹងបម្រើដោយការប្រគំនឹងច្រៀងយើងបានជ្រាបហើយថាពួកកន្ធប់គឺជាពពួកទេវតាដែលប្រកែរំច្រៀងអញ្ចឹងឲ្យតើអ្នកឯងទោះបីធ្លាប់ជាសាវករបស់ព្រះអង្គអីយ៉ាងណាក៏ដោយឲ្យតកក្នុងកន្ធប់ហ្នឹងគឺយ៉ាងម៉េចញោមត្រូវតែទៅទីទំនុកបំរុងបំរើដល់ទេវតាដែលគេមានបុណ្យច្រើនជាងខ្លួនអញ្ចឹងសម្បីភិក្ខុ3រូបដែលចុតតេទៅកើតជាទេវបុត្រក្នុងទេវតាហ្នឹងក៏កើតជាកន្ធប់ហ្នឹងក៏ទៅបំរើគោបកៈទេវបុត្រហ្នឹងដែរណាអញ្ចឹងយើងបានដឹងមូលហេតុហើយម្សិលមិញខ្ញុំចេះឆ្ងល់ថាទេធ្លាប់បានបួសដែរតើប្រព្រឹត្តប្រមចរិយៈទៅមិនបានទៅកើតក្នុងពួកកន្ធប់ថោកទាបវិញដោយសារហេតុអីញោមដោយសារតែសេចក្តីពេញចិត្តអត្តភាពហ្នឹងហ្នឹងញោមពេញចិត្តអត្តភាពហ្នឹងអញ្ចឹងក៏ទៅក្នុងអត្តភាពហ្នឹងអញ្ចឹងទៅពាក្យដាស់តឿនណាគេអ្នកដាស់តឿននេះញោមគឺកបកៈហ្នឹងដាស់តឿនហ្នឹងដាស់តឿនដល់ទេវបុត្រ3រូបហ្នឹង3អង្គហ្នឹងណាដាស់តឿនឲ្យមានសតិដំណើរមកថាការកោបកៈទេវបុត្រឃើញកន្ធប់ទាំងនោះទៅពិចារណាថាទេវបុត្រទាំងនេះមានរស្មីហួសប្រមាណធ្វើកម្មអ្វីទុកណោទៅបានឃើញតែជាពួកភិក្ខុបន្ទាប់ពីនោះក៏ពិចារណាទៀតថាពួកភិក្ខុមានប្រកដីធ្វើឲ្យបរិបូរក្នុងសិលទាំងឡាយឬទេបានឃើញថាមានប្រកដីធ្វើឲ្យបរិបូរពិចារណាតទៅទៀតថាមានប្រកដីធ្វើឲ្យបរិបូរចោះគុណពិសេសយ៉ាងដតីមានឬក៏មិនមានបានឃើញថាជាពួកមានប្រកដីបានឈានពិចារណាតទៅទៀតថាសំបីមានប្រមាណប្រកដីបានឈានចោះជាអ្នកបានឃើញជាអ្នកបានទទួលបាតប្រចាំត្រកូលរបស់យើងនោះឯងទៅគិតថាធម្មតាអ្នកមានសិលបរិសុទ្ធរមែងកើតក្នុងទេវលោក6ជាន់ក្នុងជាន់ដែលត្រូវការតែពួកនេះមិនកើតក្នុងទេវលោកជាន់ខ្ពស់ធម្មតាអ្នកបានឈានរមែងកើតក្នុងព្រហ្មលោកតែពួកនេះមិនកើតក្នុងព្រហ្មលោកចំណែកខ្លួនយើងតាំងនៅក្នុងអាវាសរបស់ពួកអ្នកទាំងនេះកើតជាបុត្រត្រង់បល្ល័ង្ករបស់ស្ដេចសកៈទេវរាជដែលជាម្ចាស់នៃទេវលោកអ្នកទាំងនេះកើតក្នុងពួកកន្ធប់ដែលអាក្រក់ដែលឈ្មោះថាពួកកន្ធប់នោះនរណាគេក៏ជួបប្រទះតែពួកបុគ្គលដែលយកឆ្អឹងមកចាស់ពាក់ករមរែកទៅរមរែកមកប៉ុណ្ណោះឯងទៅដាស់តឿនដោយពាក្យជាដើមថាយកមុខទៅទុកទីណានេះលោកពោលថាប្រកដីអ្នកមានសិលក្រោយពីចុតតេទៅគឺទៅហើយទេវតា6ជាន់ហ្នឹងគឺទីកន្លែងរបស់បុគ្គលអ្នកមានសិលណាញោមអញ្ចឹងញាតិញោមធ្វើម៉េចសិលហ្នឹងឲ្យជាប់ណាជាពិសេសរៀនរស់នៅម្នាក់ឯងឲ្យបានច្រើនញាតិញោមណាកុំសូវដើររកគ្នាពេកបងដើររកគ្នាទៅតែបានគ្នាតែ2 3នាក់ទៅប្រាជ្ញហើយប្រាជ្ញលេខប្រាជ្ញកាត់ដាច់មុសាវាទមួយណាអត់សុងអង្គុយ2នាក់ទៅអត់មានពាក្យនិយាយចេះតែនិយាយទៅអញ្ចឹងគឺរៀនរស់នៅតែឯងបានច្រើនបងរៀនរស់នៅតែឯងហើយពិចារណាធម៌អញ្ចឹងណាកុំត្រេកអរពួកគណៈបើថាក្នុងការស្ដាប់ធម៌ស្ដាប់អីចឹងទៅយើងជួបជុំគ្នារៀនធម៌ជួបជុំគ្នាទៅតែបើអត់មានកិច្ចអីចាំបាច់ទេកុំជុំគ្នាតែជុំហើយបថុជនយើងដែលច្រើនធ្វើរឿងអីញោមណាអកុសលាធម្មីអីណាគឺដែលច្រើនហ្នឹងគឺអកុសលហើយកម្រថាកុសលកើតណាអញ្ចឹងសេចក្តីនេះគឺចាប់តតងរឿងទេវតានឹងដាស់តឿនក្នុងបទទាំងនោះពាក្យថាយកមុខទៅទុកទីណាសេចក្តីថាការប្រមីរពាក្យត្រង់បែបប្រភៈមកសម្ដែងធម៌ពួកលោករវល់តែយកមុខទៅទុកក្នុងទីណាឬរវល់តែបញ្ជូនចិត្តទៅទីដតីមើលនោះមើលនេះឬរវល់តែលងលក់ពាក្យរូបដែលមិនគួរឃើញគឺមិនសមគួរឃើញពួកកន្ធំហ្នឹងរូបរាងអត់ស្អាតទេអញ្ចឹងទេវតាយោស័កធំគេអត់ចង់ឃើញទេបងពួកថាពាក្យថាពួកសហធម្មិកៈគឺអ្នកប្រព្រឹត្តធម៌បានដល់ធ្វើបុណ្យក្នុងសាសនារបស់ព្រះសាស្តាជាមួយគ្នាតកតងរឿងការស្ដាប់ធម៌ញាតិញោមត្រូវដាក់ចិត្តបងមិនថាក្នុងវេលាឱកាសនេះក្តីស្ដាប់ធម៌រៀងរាល់ថ្ងៃឧបោសថក្តីបើញាតិញោមឈានជើងមកចូលនៅក្នុងសាលាសទ្ធមាឬក៏សាលាសភាធម្មសភាហើយយើងដាក់ចិត្តថា
មកដល់ទីកន្លែងស្ដាប់ធម៌អាត្មាអញត្រូវតែស្ដាប់ធម៌កុំធ្វើអីផ្សេងទេសោះតើនេះញោមកុំមើលពីដានកុំមើលនាឡិកាកុំមើលជញ្ជាំងកុំមើលទៅព្រះគឺធ្វើម៉េចចិត្តរបស់យើងនឹងផ្ដោតនឹងសំឡេងដែលធម្មកថាកំពុងសំដែងប្រយ័ត្នតកើតទេវតាគេតេះដៀលណាញោមថាអ្នកឯងកើតតនពុទ្ធសាសនានេះតនតើនៅឯណានៅវត្តនិក្រូតវ័នកុលតឹងមកស្ដាប់ធម៌ចេះខ្លះហើយខ្ញុំស្ដាប់ចេះស្ដាប់ឲ្យគ្រប់ម៉ោងទៅប៉ុន្តែខ្ញុំស្ដាប់អត់យល់ផងហ្នឹងពិចារណាមើលខ្លួនឯងកាលនោះញាតិឧទាហរណ៍ថាញាតិញោមឯងរលឹកជាតិបានទៅពិចារណាមើលអញធ្វើអីខ្លះកាលនោះប្រសងពងសំដែងធម៌មើលមេឃខ្លះមើលដើមឈើខ្លះអីចឹងទៅសមបនិស្ស័យអត់ល្អទេអញ្ចឹងយើងតាំងចិត្តញាតិញោមណាតាំងចិត្តប្រសិនណាបើជាងស្ដាប់ទៅងុយដេកងុយគេយើងអាចក្រោកដើរទៅកន្លែងដែលសំគួរហើយយើងដើរជាក្រុមស្ដាប់វិញអញ្ចឹងណាហាមផ្នែកគឺកុំបញ្ជូនចិត្តទៅកាន់ទីដទៃជាពិសេសដូចជាទីលានបច្ច័យដីពពោរិព្រឹកទីលានបច្ច័យដីក្តីកន្លែងណាដែលជាពុទ្ធបូជាបើអាចពេលដែលយើងឈានជើងទៅដល់ទីកន្លែងនោះហើយយើងត្រូវមានពុទ្ធគុណមកជាអារម្មណ៍កុំត្រេះរិះរឿងអត់ប្រយោជន៍កុំនាំគ្នានិយាយរឿងអត់ប្រយោជន៍កុំប្រព្រឹត្តធ្វើរឿងអត់ប្រយោជន៍តើនេះញោមហ្នឹងហើយអញ្ចឹងយើងរៀនណាញោមណាដូចជាការស្ដាប់ធម៌អីហ្នឹងយើងដាក់ចិត្តថាកន្លះម៉ោង1ម៉ោងអីតាំងចិត្តមានសមាធិមានរឿងអីកុំតន់អានិយាយគ្នាចាំឈប់ស្ដាប់ធម៌ចាំយើងនិយាយគ្នាអញ្ចឹងណាអញ្ចឹងទៅយើងបានប្រយោជន៍ចាស់បានជាឧបនិស្ស័យសម្បីទៅការក្នុងអត្តភាពដតីទៀតហ្នឹងគឺយើងជាមនុស្សមួយច្បាស់លាស់ក្នុងការធ្វើកិច្ចការងារបន្តទៀតពាក្យថាតែទេវបុត្រទាំងនោះព្រោះទាំងនោះព្រះអង្គសេចក្តីថាបណ្ដាទេវបុត្រទាំងនោះអ្នកដែលត្រូវកោបកៈទេវបុត្រពោយ៉ាងនោះហើយដាស់តឿនទៀតដោយពាក្យជាដើមថាអោណពួកលោកពូកែឥតអៀនខ្មាស់ពូកែមិនមានចេះខ្មាស់ទេវតាទាំងពីរអង្គក៏ត្រឡប់បានសតិក្នុងពេលភ្លាមនោះឯងកោបកៈនឹងដាស់តឿនទៅដូចភ្ញាក់ខ្លួនដាស់តឿនថាលោកអ្នកទាំងឡាយបានបួសក្នុងសាសនារបស់ព្រះអង្គដែរណាហើយព្រះអង្គសម្ដែងធម៌ហើយអ្នកឯងនឹងបែរមុខទៅណាហើយព្រះអធិកថាលោកបញ្យល់ថាអាពាក្យថាបែរមុខហ្នឹងគឺមានន័យថាអត់យកចិត្តទុកដាក់ស្ដាប់ធម៌ហ្នឹងឯងយល់ទេញោមមើលទៅលិចមើលទៅកើតធម្មតាចិត្តកើតឡើងបានតែមួយដួងទេអញ្ចឹងបើសិនណាបើយើងផ្ដោតទៅមើលអ្វីផ្សេងហើយតើយើងដឹងថាសម្លេងពធហ្នឹងនិយាយពីអីអត់ញោមអត់ទេចិត្តមិនអាចកើតឡើងបានម្ដងពីរដួងទេតើណាបងកើតមួយវិរៈបានតែមួយដួងទេណាអញ្ចឹងទេវតានឹងដាស់តឿនអញ្ចឹងទៅស្រាប់តែធ្វើឲ្យទេវបុត្រទេវតាដែលជាពួកកន្ធព3អង្គហ្នឹង2អង្គហ្នឹងមានសតិហ្នឹងគឺមានថាខ្មាស់ទេវតានឹងហើយក៏មាននៅសេចក្តីព្យាយាមក្នុងចិត្តកើតឡើងថាអាត្មាអញនឹងជាបុគ្គលមិនប្រមាទហើយក៏ញ៉ាំងឈាននៃកើតបងញ៉ាំងឈាននៃកើតគឺបឋមឈាននឹងឯងដែលអាចនាំឲ្យទៅកើតនៅក្នុងព្រមបរហិតមានបឋមឈាននឹងឯងជាបាតមានន័យថាបានសម្រេចបឋមឈាននឹងហើយក៏ពិចារណាអង្គឈានហ្នឹងណាញោមពិចារណាអង្គឈានហ្នឹងឲ្យទៅជាវិបស្សនាញាណទៅរហូតបានទៅជាសម្រេចជាអនាគាមិបុគ្គលចុះសោតាសកទាបានអត់ញោមសោតាសកទាបានអត់ចាប់ផ្ដើមបានអនាគាតែម្ដងឬក៏យ៉ាងម៉េចអត់ទេសោតាក៏បានដែរសកទាក៏បានដែរប៉ុន្តែត្រឹមណាញោមគឺត្រឹមអនាគាញាតិញោមធ្លាប់ស្ដាប់អំពីលំអរបស់សមុទ្រមានប្រមាណយ៉ាងលំអសមុទ្រមាន8យ៉ាងតែលោកប្រៀបថាសមុទ្រហ្នឹងញាតិញោមទៅសមុទ្រឃើញណាសមុទ្រគឺអត់មានចោលដូចដងទេមែនអត់គឺមានការស្រេទៅតាមលំដាប់ណាយ៉ាងណាមិញក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធការសម្រេចមគ្គផលហ្នឹងក៏អត់រំលងដែរទោះបីព្រះអង្គសម្ដែងថាបានសម្រេចព្រះអរហន្តប៉ុន្តែសោតាក៏បានដែរសកទាក៏បានហើយអនាគាក៏បានហើយប៉ុន្តែវិរៈចិត្តហ្នឹងលឿនណាយល់បានទេបងអត់មានចាប់ផ្ដើមឡើងអរហត្តហើយសោតាសកទាអនាគាអត់អីមិនមែនទេណាគឺអត់មានរំលងលំដាប់ទេតែលោកប្រៀបអំពីលំអក្នុងពុទ្ធសាសនាហ្នឹងព្រះអង្គប្រៀបដូចជាសមុទ្រអញ្ចឹងណាសមុទ្រហ្នឹងគឺអត់មានចោលដូចដងទេសមុទ្រហ្នឹងគឺមានការប្រព្រឹត្តទៅតាមលំដាប់យ៉ាងណាមិញក្នុងសាសនារបស់ព្រះអង្គគឺអញ្ចឹងដែរ